ជាជំរុញការផ្សព្វផ្សាយដើម្បីការយល់ដឹងនិងការប្រើប្រាស់ស្នាដៃគម្រោងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកទេសអឺវិទ្យាហិរញ្ញវត្ថុនិងសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការផ្សព្វផ្សាយដើម្បីជំរុញការយល់ដឹងនិងការប្រើប្រាស់ស្នាដៃគម្រោងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដែលជាវណ្ណកម្មពុទ្ធិរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្ម Digital នៃអសហនិងពិគ្រោះយោបល់និងប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីធានាសង្កេតភាពគុណភាពបូរណភាពនិងភាពគ្រប់ជ្រុងជ្រោយនៃការរៀបចំគម្រោងនៃសន្តានុក្រមសម្ដៅធ្វើឲ្យវណ្ណកម្មពុទ្ធិទាំងនេះអាចប្រើប្រាស់បានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធនិងជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្ម Digital ការថ្លែងឲ្យដឹងបែបនេះរបស់ឯកឧត្តមមេវ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអសហតំណាងឯកឧត្តមអគ្គមនសភាចាអូនប៉មនីរតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារហៅកាត់ថាអសហនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគម្រោងបទបញ្ញត្តិនិងសន្តានុក្រមចាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅថ្ងៃទី9ខែធ្នូឆ្នាំ2025ទន្ទឹមនឹងនេះសធានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុប្រមូលផ្ដុំបច្ចេកស័ព្ទពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរួមបញ្ចូលទាំងបច្ចេកស័ព្ទនៅក្នុងវិស័យ Digital ហិរញ្ញវត្ថុទូទៅនិងផ្សេងៗដើម្បីសម្រួលដល់ការស្វែងយល់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុបច្ចេកទេសចាប់បច្ចេកស័ព្ទបានប្រមូលផ្ដុំនៅបច្ចេកស័ព្ទសរុបប្រមាណ72000ត្រូវបានរៀបចំជា3ភាសាគឺខ្មែរអង់គ្លេសបារាំងនិងមានន័យនិយមន័យដែលស្រង់ចេញពីឯកសារផ្លូវការនានាជាពិសេសគោលនយោបាយនិងយុទ្ធសាស្ត្រនៃការប្រមូលបច្ចេកស័ព្ទពីទូអង្គពាក់ព័ន្ធជាពិសេសនិយត្តករនិងអង្គភាពក្រមអាវ៉ាតអសហដែលជាអ្នកគ្រប់គ្រងវិស័យហិរញ្ញវត្ថុមិនមែនធនាគារព្រមទាំងបច្ចេកស័ព្ទដែលបានអនុម័តដោយក្រុមប្រឹក្សាជាភាសាខ្មែរសម្រាប់ការយល់ដឹងអក្ខរកម្មបច្ចេកវិទ្យានិងអក្ខរកម្មហិរញ្ញវត្ថុឯកឧត្តមមេវ៉ាន់លើកឡើងថាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុដឹងជាអង្គភាពបរិវត្តកម្ម Digital នៃអសហនឹងបន្តធ្វើការងារក្រុមនីតិសម្បទាជាមជ្ឈមណ្ឌលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុមជ្ឈមណ្ឌលពុទ្ធិបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងការធ្វើបច្ចុប្បន្នកម្មការធ្វើវិសិទ្ធកម្មនិងការធ្វើសុវត្ថិកម្មស្នាដៃសម្រាប់បានទាំងនេះឲ្យកាន់តែមានលក្ខណៈសម្បូរបែបដោយត្រូវសហការជាមួយនឹងគ្រប់តួអង្គសង្គមទាំងក្រសួងស្ថាប័នទាំងវិស័យឯកជនទាំងប្រជាពលរដ្ឋក៏ដូចជាសាធារណជនទូទៅរួមជាមួយនឹងការអភិវឌ្ឍនិងការធ្វើវិសិទ្ធកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងការប្រើប្រាស់បច្ចេកវិទ្យា Digital ចុងក្រោយថ្មីៗជាពិសេសបញ្ញាសិប្បនិម្មិតឯកឧត្តមសុសុភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអគ្គលេខាធិការអសហលើកឡើងថាគម្រោងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានធ្វើវិសិទ្ធកម្មចេញពីគម្រោងបទបញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ2024ដោយធ្វើការប្រមូលផ្ដុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្ទាល់នៅបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ380អត្ថបទនិងត្រូវបានរៀបចំផ្អែកតាមកម្មវត្ថុគតិយុត្តនិងការការបវត្តដោយបានប្រើប្រាស់វិធីសាស្ត្រនេយកម្មនិងគោលការណ៍បច្ចុប្បន្នភាពបូរណភាពនិងបរិយាបន្នសូមបញ្ជាក់ថាគម្រោងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាឧបករណ៍ការងារគតិយុត្តសម្រាប់ការធ្វើនិយត្តកម្មនិងប្រមូលផ្ដុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្ទាល់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ380អត្ថបទដែលក្នុងនោះរួមបញ្ចូលទាំងគោលការណ៍ណែនាំនិងមានអនុភាពបង្គាប់បញ្ជានិងណែនាំអនុវត្តគម្រោងនេះមានកម្រាស់ប្រមាណជាង4000ទំព័របែងចែកជា3ភាគនិង4មាតិកាពាក់ព័ន្ធនឹងក្របខ័ណ្ឌស្ថាប័នបទបញ្ញត្តិ Digital គ្រប់គ្រងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុវិស័យហិរញ្ញវត្ថុនិងសកម្មភាពនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងនោះដែរមាតិកានីមួយៗត្រូវបានបែងចែកជាបន្តជាចម្ពោះផ្នែកនិងអនុផ្នែក